ខ្ញុំសូមជម្រាបបងប្អូនតាក់ទងជាមួយនឹងនៅតាមបណ្ដោយព្រំដែនដែលសមរភូមិក្តៅកន្លងមកហ្នឹងខ្ញុំមុនពេលចូលផ្សាយខ្ញុំតែងតែសាកសួរព័ត៌មានក្រុមការងារខ្ញុំនៅតាមបណ្ដាខេត្តដែលជាប់ព្រំដែនទាំងអស់បាទតើមិនទៅមានអីវិវត្តណែផ្លែកអីទេក្រោយពេលបាត់ជប់បាញ់ថ្ងៃនេះដែលឈានចូលដល់72ម៉ោងហើយនៅថ្ងៃត្រង់នេះចា៎បាទតាមសេចក្តីរាយការណ៍ពីក្រមការងារយើងនៅតាមគោលដៅនីមួយៗគឺថាស្ងប់ស្ងៀមប៉ុន្តែចម្លែកតែព្រឹកមិញនៅខាងព្រះវិហារម៉ោងប្រហែលជាម៉ោង6ជាងបាទនៅចិត្តភ្នំត្រប់មានសម្លេងផ្ទុះមួយគ្រាប់បាទសម្លេងផ្ទុះមួយគ្រាប់នោះយើងមិនដឹងថាតើជាប្រភេទគ្រាប់មីនឬជាប្រភេទគ្រាប់អ្វីទេដែលបានឮសម្លេងកាលពីព្រឹកមិញបាទនៅខាងភ្នំត្រប់បងប្អូនសំទោសនៅខាងភ្នំខ្មោចច្រឡំមិនភ្នំត្រប់ទេបងប្អូនភ្នំខ្មោចបាទភ្នំខ្មោចនៅខាងខេត្តព្រះវិហារបាទនេះអ្វីដែលខាងក្រុមការងារខ្ញុំនៅទីនោះហើយក៏ដូចជាខាងកងទ័ពរបស់យើងនៅទីនោះគាត់បានបញ្ជាក់តែថាឮសំឡេងមកគ្រាប់មែនប៉ុន្តែដឹងជាប្រភេទគ្រាប់អីបត់ជប់បាញ់សើមហើយនៅជួរមុខក៏មិនទាន់ជាមាំទាំនៅឡើយបាទអញ្ចឹងទេយើងសប្បាយឆ្លងឆ្នាំក៏វាមិនសូវជាស្រស់ស្រាយប្រហែលដែរបងប្អូនហើយណាមួយបត់ជប់បាញ់ថ្ងៃនេះចូលនៅ72ម៉ោងណាម៉ោង12វិញ72ម៉ោងបាទ72ម៉ោងហើយចា៎ហើយជំនួបត្រីភាគីចិនកម្ពុជាថៃបានបញ្ចប់ទៅហើយក៏ទទួលបានលទ្ធផលដែលយើងគិតថាអាចធ្វើឲ្យបទជប់បាញ់នេះកាន់តែថិតថេរហើយរឹងមាំដើម្បីរំលងនៅបន្ទាត់គឺថាបទជប់បាញ់បដោះអាសន្នឲ្យคล้ายទៅជាបទជប់បាញ់អចិន្ត្រៃយ៍រឹងមាំយូរអង្វែងបាទប៉ុន្តែអ្វីដែលយើងបានទទួលព័ត៌មានមកថាម្សិលមិញដែលឯកឧត្តមប្រសិទ្ធខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជារបស់យើងលោកបានប្រាប់អ្នកសារព័ត៌មានថាបើមិនមានអ្វីប្រែប្រួលទេវរៈកងទ័ពយើង18នាក់ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពថៃដោយខុសនៅបទជប់បាញ់ត្រូវបានដោះលែងនៅវេលាថ្ងៃត្រង់នេះប៉ុន្តែក្រោយពេលដែលយើងទទួលបានព័ត៌មាននេះដំបូងគិតថាអូខេហើយជាអាចរឹងមាំមែនទែនហើយប៉ុន្តែក្រោយមកយើងឃើញព័ត៌មានលេចចេញពីប្រទេសថៃមកវិញគឺខាងកងទ័ពសៀមនោះគេបានប្រកាសនៅក្នុងបណ្ដាញព័ត៌មានរបស់សៀមនឹងថាការដោះលែងនេះអាចនឹងពន្យាពេលចា៎ដោយលើកហេតុផលពីរឿងបញ្ហា drone កម្ពុជាជាង200ហោះចូលដែនអធិបតេយ្យភាពរបស់គេបាទចំណុចនេះសម្រាប់ខ្ញុំវិញណាបងប្អូនតែមិនដឹងជាបងប្អូនគិតដូចខ្ញុំឬយ៉ាងម៉េចទេទីមួយបងប្អូនដឹងស្រាប់ហើយកន្លងមកយើងបាត់បង់នៅជំនឿទុកចិត្តទៅលើភាគីសៀមនេះរួចទៅហើយអំពីការសន្យាអំពីការធានាអំពីការទទួលយកនៅក្នុងកិច្ចប្រជុំនានាដែលបានជួបគ្នាប៉ុន្តែក្រោយមកគឺគេតែងតែកលាស់ដៃចេញដែលធ្វើឲ្យយើងលែងមានទំនុកចិត្តបាទក៏ប៉ុន្តែដែលយើងសង្កេតកន្លងមកឲ្យតែប្រជុំជន់មានបាទឲ្យតែប្រជុំជន់មានប៉ុន្តែប្រហែលជាពេលនេះម៉ោងនេះឃើញលោកថានិយាយពីរឿងជន់មានវាសាំវាដដែលគេជ្រិញឥឡូវនិយាយពីរឿងលែងកងទ័ពរបស់យើង18នាក់បែរជាទៅយកហេតុផល drone ចា៎បាទ drone បាទអញ្ចឹងឥឡូវយើងចាត់ទុកថាមិនទាន់ជាផ្លូវការទៅចោះដែលការបដិសេធរបស់ខាងសៀមនេះព្រោះដោយសារតែការជួបជាមួយនឹង
ថ្នាក់ដឹកនាំប្រមុខការទូតរបស់ចិនដែលចិនធ្វើជាថ្នាក់ដឹកនាំក្នុងជំនួបត្រីភាគីនេះបើចិនចេញមុខប៉ុណ្ណឹងហើយបន្ទាប់ពីអាមេរិកហើយសៀមនៅតែបន្តប្រើល្បិចកិច្ចកលផ្សេងទៀតអាហ្នឹងក៏ទុកឲ្យចិនធ្វើការវិនិច្ឆ័យទៅចោះចា៎បាទម្សិលមិញហ្នឹងបន្ទាប់ពីយើងទាំងអស់គ្នានាំគ្នាបង្ហាញក្តីរំពឹងថាត្រឹមយ៉ាងយូរចប់ម៉ោង12កងទ័ព18រូបយើងអាចត្រឡប់មកវិញលោកវិនថៃស៊ូវ៉ារីអ្នកនាំពាក្យក្រសួងការពារជាតិថៃហ្នឹងក៏បានចេញសេចក្តីប្រកាសមួយមកថាយើងបានចោទប្រកាន់ថាកម្ពុជាយើងបានពង្រាយដ្រូនជាង250គ្រឿងនៅតាមបន្ទាត់ព្រំដែនដែលជាប់នៅក្នុងខេត្តឧបលរាជធានីខេត្តស៊ីសាកេតនិងខេត្តបុរីរាមអញ្ចឹងគាត់ថាតាក់ទងទៅនឹងបញ្ហានេះគាត់ស្នើឲ្យកម្ពុជាយើងបន្តគោរពទៅតាមបទឈប់បាញ់ហើយការពារតំបន់សហគមន៍ព្រំដែនហើយមួយទៀតគាត់បញ្ជាក់ថាអាជ្ញាធរថៃអាចនឹងធ្វើការត្រួតពិនិត្យឡើងវិញទៅលើលក្ខខណ្ឌក្នុងការដោះលែងកងទ័ពរបស់កម្ពុជាយើងប៉ុន្តែយើងឃើញថាបន្ទាប់ពីលោកវិនថៃស៊ូវ៉ារីបានចាប់ផ្ដើមធ្វើការបញ្ចេញសារនេះហើយក៏ក្រសួងការពារជាតិយើងក៏បានច្រានចោលដូចគ្នាផងដែរដោយក្នុងនោះគឺក្រសួងការពារជាតិបានសម្រេចធ្វើការច្រានចោលដោយលោកជំទាវចាឧត្តមសេនីយ៍ឯកម៉ាលីសុជាតាលោកជំទាវបានបដិសេធទាំងស្រុងតែម្ដងហើយតាក់ទងជាមួយនឹងដ្រូននេះគឺជាការចោទប្រកាន់មកលើកម្ពុជាទាំងស្រុងតែម្ដងហើយក្នុងនោះដែរគឺរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងកម្ពុជាក៏សូមបញ្ជាក់មុតមមស្មោះត្រង់តែម្ដងថាកម្ពុជាគោរពអនុវត្តពេញលេញចំពោះបទឈប់បាញ់ក៏ដូចជាសេចក្តីថ្លែងការណ៍រួមហើយគឺមិនមានការប្រើប្រាស់ដ្រូននៅតាមតំបន់ព្រំដែនដូចគ្នាទេបាទអញ្ចឹងឥឡូវនេះទោះបីមានការប្រកាសផ្សព្វផ្សាយតាមព័ត៌មានមកពីប្រទេសថៃហើយក៏មានការអះអាងពីខាងអ្នកនាំពាក្យការពារជាតិថៃបាទបែបនេះក៏ដោយប៉ុន្តែឥឡូវយើងនៅតែរំពឹងគិតថាចាំដល់ម៉ោង12ហ្នឹងសិនចា៎ណាបងប្អូនណាយើងរងចាំមើលថាតើម៉ោង12ហ្នឹងនឹងមានអីកើតឡើង